ទស្សនិកជនជាទីគោរពនឹងជាទីមេត្រីយើងបន្តទៅមើលការដោះស្រាយនៅបញ្ហាផលប៉ះពាល់មួយចំនួនចំពោះគម្រោងនៃការអភិវឌ្ឍទំនប់ក្បាលហុងដែលក្នុងនោះគឺទឹកប្រាក់រហូតទៅដល់ជិត$300 លានដែលនឹងត្រៀមសាងសង់នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ដែលក្នុងនោះគឺឯកឧត្តមសិទ្ធិរាប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងឯកឧត្តមច័ន្ទស៊ីណាតរដ្ឋលេខាធិការក្រសួងធនធានទឹកនិងអតុនិយមជានាយកគម្រោងនិងឯកឧត្តមខុយរីដាអភិបាលខេត្តពោធិ៍សាត់បានដឹកនាំកិច្ចប្រជុំចុះអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះស្ថិតនៅក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍអាស៊ីនិងធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ឯកឧត្តមខុយរីដាបានអបអរសាទរចំពោះគម្រោងដ៏ធំសម្រាប់ទឹកដីខេត្តពោធិ៍សាត់ដែលមានទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់សម្រាប់សាងសង់អភិវឌ្ឍលើវិស័យធនធានទឹកដែលជាតម្រូវការចាំបាច់និងមានសក្តានុពលបំផុតចំពោះប្រព័ន្ធស្រោចស្រពដើម្បីបម្រើដល់ការប្រើប្រាស់ទឹកគ្រប់គ្រងទឹកជាពិសេសបានផ្ដល់នូវអត្ថប្រយោជន៍ចំពោះវិស័យកសិកម្មទៅលើភូមិសាស្ត្រនៃខេត្តពោធិ៍សាត់ស្រុកកណ្ដៀងក្រុងពោធិ៍សាត់និងស្រុកបាកានជាការពិតណាស់គម្រោងនេះគឺនឹងមិនជោគជ័យទៅបានទេប្រសិនបើគ្មានការសិក្សាច្បាស់លាស់រៀបចំផែនការត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈឯកឧត្តមបានបញ្ជាក់ជូនថារដ្ឋបាលខេត្តបានរៀបចំគណៈកម្មការអនុគណៈកម្មការក្រុមការងារដោះស្រាយផលប៉ះពាល់ថ្នាក់ខេត្តដើម្បីសហការជាមួយនឹងក្រុមការងារអន្តរក្រសួងចុះទៅពិនិត្យវាស់វែងវាយតម្លៃផលប៉ះពាល់និងដោះស្រាយបណ្ដឹងតវ៉ានានាដែលប្រឈមទៅនឹងដំណើរការនៃការសាងសង់នេះឯកឧត្តមច័ន្ទស៊ីណាតរដ្ឋលេខាធិការក៏បានមានប្រសាសន៍បញ្ជាក់ថាភូមិសាស្ត្រខេត្តពោធិ៍សាត់គឺជាខេត្តដែលទទួលបានគម្រោងអភិវឌ្ឍលើគ្រប់វិស័យពិសេសគម្រោងដែលជាហិរញ្ញប្បទានទុនវិនិយោគវិស័យធនធានទឹកដែលមានតម្លៃរហូតដល់នេះគឺជាង$500 លានក្នុងនោះគម្រោងទំនប់ក្បាលហុងគឺចំណាយជិត$300 លានដែលដាក់ប្រធានបទនៃគម្រោងនេះគឺគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានចម្រុះដើម្បីធានាឲ្យបានការគ្រប់គ្រងទឹកឲ្យមានប្រសិទ្ធភាពបែងចែកទឹកឲ្យបានទាន់ពេលវេលាសម្រាប់ស្រោចស្រពដីស្រែប្រមាណ20000ហិកតាហើយក្នុងនោះគឺរដ្ឋលេខាធិការបានគូសបញ្ជាក់ថានេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តជាពិសេសការខិតខំនៅក្នុងការដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតាមច្រាំងស្ទឹងនៃទីតាំងគម្រោងដែលអាចឲ្យធនាគារទាំងពីរផ្ដល់នូវហិរញ្ញប្បទានដល់គម្រោងនេះឯកឧត្តមសិទ្ធិរាប្រតិភូរាជរដ្ឋាភិបាលបានបញ្ជាក់ថាក្នុងនោះគឺរដ្ឋបាលខេត្តអាជ្ញាធរដែនដីមន្ទីរជំនាញពិតជាបានចូលរួមសហការនៅក្នុងកិច្ចការងារដោះស្រាយបញ្ហាប្រឈមទាំងនេះហើយគម្រោងនេះនឹងទទួលបានជោគជ័យដោយមានការគ្រប់គ្រងពីអង្គភាពនិងមន្ត្រីជំនាញពាក់ព័ន្ធបច្ចុប្បន្នគឺយើងមានឯកសារគ្រប់គ្រាន់ដែលបានសិក្សារួចត្រៀមរួចរាល់នៅក្នុងការអនុវត្តផែនការដែលបានដាក់ចេញដើម្បីដំណើរការគម្រោងនេះឲ្យបានរលូននិងឆាប់រហ័សបាទនេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ទឹកដីខេត្តពោធិ៍សាត់ដែលជាផ្នែកមួយនៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រផងក៏ដូចជាផ្នែកមួយនៅក្នុងការតាក់ទាញបាននៅភ្ញៀវទេសចរផងដែរខេត្តពោធិ៍សាត់គឺជាខេត្តដ៏មានសក្តានុពលនៅក្នុងការផលិតនៅវារីអគ្គិសនីហើយនៅក្នុងការផ្គត់ផ្គង់ដើម្បីចែកចាយអគ្គិសនីជូនទៅដល់បងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ទាំងនៅក្នុងខេត្តក៏ដូចជាក្របខ័ណ្ឌជាតិផងដែរអញ្ចឹងចំពោះការកសាងគម្រោងនៃការកសាងនៅទំនប់ក្បាលហុងបាទដែលក្នុងគម្រោងកញ្ចប់ថវិកាយើងត្រៀមជិត$300 លានសហរដ្ឋអាមេរិកនេះគឺជាគម្រោងដ៏មហិមាមួយទៀតដែលនឹងលេចចេញជារូបរាងនៅលើទឹកដីនៃខេត្តពោធិ៍សាត់